រយៈពេលជាង 3000 ថ្ងៃមកហើយដែលវាបានចាក់ចេញពីភពផែនដីឥឡូវនេះយើងស្ថិតនៅចម្ងាយជាង 3000 លានម៉ៃល៍ទៅហើយពីផ្ទះរបស់យើងមកដល់ទីនេះគឺព្រះអាទិត្យស្ថិតនៅឆ្ងាយនឹងពន្លឺខ្សោយវាជាកន្លែងដែលគ្មាននរណាធ្លាប់បានឃើញនោះទេពីមុនមកភ្លូតូនិងប្រព័ន្ធភពរបស់វាគឺជាពិភពលោកដែលស្ថិតនៅឆ្ងាយជាងគេបំផុតនិងមិនធ្លាប់ត្រូវបានស្រាវជ្រាវដោយមនុស្សជាតិយានអវកាស New Horizon រយៈពេលកន្លះសតវត្សមកហើយយើងបានចាប់ផ្ដើមរុករកភពទាំងអស់ដែលជាការធ្វើដំណើរកាន់តែឆ្ងាយមិនធ្លាប់មានពីភពពុទ្ធទៅដល់ភពនេបតូននឹងបានបង្ហាញពីភាពពិសេសនិងស្មុគស្មាញចលនានិងភាពស្អាតប្លែកៗពីគ្នាឥឡូវនេះយើងបានមកដល់ប្រព័ន្ធភពភ្លូតូហើយជាការធ្វើដំណើរឆ្ងាយបន្តទៀតនៅឆ្នាំនេះយើងនឹងបញ្ចប់នៅប្រវត្តិសាស្ត្រនៃសក្តានុពលដំបូងនៃការរុករកនៅទីអវកាសភ្លូតូតើអ្នកណាទៅដឹងទៅថាភាពអស្ចារ្យអ្វីខ្លះកំពុងរងចាំយើងនៅលើផ្ទៃមេឃដ៏ថ្មីសន្លាងនេះនេះជារូបភាពនៃភពភ្លូតូនិងព្រះច័ន្ទទាំងឡាយរបស់វាដែលថតដោយកែវយឺតអវកាស Hubble យានអវកាស New Horizon បានទៅដល់ភពភ្លូតូកាលពីថ្ងៃទី 13 ខែកក្កដាឆ្នាំ 2015ការថតបញ្ច្រាសពន្លឺព្រះអាទិត្យមកលើភពភ្លូតូនេះអាចនាំឲ្យយើងមើលឃើញនៅចំហាយបរិយាកាសដែលគ្របដណ្ដប់ដោយនីត្រូសែនរបស់វាតំបន់រាងជាបេះដូងដែលហៅថា Sputnik Planum ត្រូវបានគ្របដណ្ដប់ដោយទឹកកកមេតាននិងនីត្រូសែននៅតំបន់ខាងក្រោមនេះគឺជាតំបន់ប្រជុំភ្នំទឹកកកនៅក្បែរចំណុចកណ្ដាលនៃ Sputnik Planum ជាតំបន់រងការប៉ះទង្គិចតិចតួចដែលមានទំហំធំធេងនោះគឺ Tombaugh Grigor Jambol ជាតំបន់ប្រេះស្រាំមួយនៃគែមភាគពាយ័ព្យតំបន់រូបបេះដូងនៅជាយភាគខាងត្បូងគឺជាតំបន់ពំនូកខ្ពស់រាងងងឹតនិងប្រជុំភ្នំនេះគឺជាភពភ្លូតូនិងព្រះច័ន្ទឆារ៉ុនដែលធំបំផុតរបស់វាព្រះច័ន្ទឆារ៉ុនជាមួយនឹងទីតាំងភូមិសាស្ត្រដ៏គួរឲ្យភ្ញាក់ផ្អើលនិងតំបន់ពណ៌ខ្មៅដ៏ចម្លែកនៅលើប៉ូលរបស់វាតំបន់រូបបេះដូងឈ្មោះ Sputnik Planum
តំបន់ខ្ពង់រាបដែលទំនងជាត្រូវបានគ្របដណ្ដប់ដោយទឹកកកនីត្រូហ្សែនតំបន់ Sputnik Planum ដែលគ្របដណ្ដប់ដោយបរិយាកាសនិងតំបន់ភ្នំទឹកកកទាំងនេះគឺជាភាពអស្ចារ្យនៃភពភ្លូតូ